នៅពេលបងប្អូនអរគ្នាប្រើ MacBook ហើយទើប reset ឬក៏បើកប្រអប់ថ្មីតាក់ទងទៅនឹង trackpad ដែលយើងបញ្ជារាល់ថ្ងៃហ្នឹងបងប្អូនចង់ឲ្យដូច Windows ក៏បានដែរគ្រាន់តែយើងប៉ះហើយវាបញ្ជាបានតែយើងមិនបាច់ចេះស្កត់ខ្លាំងឥឡូវខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលហើយយើងចូលទៅរបៀបបើកវាទាំងអស់គ្នាបែបនេះគេហៅសង្កត់មាន press ដើម្បីបញ្ជាវាបានចេញខាងឆ្វេងឬក៏ចេញខាងស្ដាំអញ្ចឹងដើម្បីគ្រាន់តែប៉ះបានយើងត្រូវចូល system reference ហើយយើងចូលពាក្យ trackpad តទៅទៀតនៅកន្លែងនេះគ្រាន់តែយើងចុចគ្រីសមានថាយើងគ្រីសយើងនឹងបើកប៉ះធម្មតាបើយើងដោះគ្រីសមានថាតតែយើងសង្កត់បានអាចបញ្ជាបានដូចនេះបើបងប្អូនគ្រាន់តែចង់ប៉ះហើយវាបញ្ជាបានគ្រាន់តែចុចគ្រីស tap to click ហើយនៅចំណុចមួយទៀតមានថាយើងចុច2ដងហើយដើម្បីអស់បានដូចនេះបងប្អូនត្រូវចូល accessibility តទៅទៀតបងប្អូនអស់ចុះក្រោមមកហើយរកពាក្យ pointer control តពីយកពាក្យ pointer control ហើយបងប្អូនចុចពាក្យ trackpad options ហើយនៅកន្លែង enable tracking កន្លែងនេះបងប្អូនត្រូវគ្រីសវាមកឥឡូវបន្ទាប់ពីខ្ញុំគ្រីសហើយខ្ញុំធ្វើឲ្យបងប្អូនមើលមានថាយើងគ្រាន់ចុចវា2ដងតថាហើយអស់បានដោយយើងមិនចាំបាច់សង្កត់ទេ